Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃច័ន្ទ5កើតខែទុតិយាសាទឆ្នាំមមែសប្តាស័កពុទ្ធសករាជ2559ត្រូវនឹងថ្ងៃទី20ខែកក្កដាឆ្នាំ2015ខ្ញុំនុចសារីតានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកឈឹមសុមេតសូមជូនដំណើររឿងនៃព័ត៌មានសំខាន់ៗនៅព្រឹកនេះលោក Kerry បានមានប្រសាសន៍តាមទូរទស្សន៍អាមេរិកមួយចំនួនដើម្បីការពារកិច្ចព្រមព្រៀងបរមាណុជាមួយប្រទេសអ៊ីរ៉ង់លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីធ្វើកិច្ចចរចាសន្តិសុខឧត្តមនាវីអាមេរិកម្នាក់ចូលរួមក្នុងបេសកកម្មឃ្លាំមើលលើសមុទ្រចិនខាងត្បូងនៅក្នុងកម្មវិធីផ្សាយជាបន្តបន្ទាប់នៅពេលព្រឹកនេះលោកអ្នកនឹងបានស្ដាប់បទសម្ភាសន៍របស់ VOA ជាមួយប្រធានសមាគមខ្មែរអ៊ីស្លាមនៅសហរដ្ឋអាមេរិកនិងប្រធានចលនាអ៊ីស្លាមថ្នាក់ជាតិមកពីប្រទេសកម្ពុជាអំពីពិធីឆ្លងបួសបុណ្យរ៉ាម៉ាឌានហើយនឹងសេចក្តីរាយការណ៍អំពីកម្មវិធីស្វែងយល់ពីសេដ្ឋកិច្ចសកលនិងសេដ្ឋកិច្ចក្នុងតំបន់សូមលោកអ្នករងចាំស្ដាប់សេចក្តីពិស្ដារនៃបទសម្ភាសន៍ហើយនឹងសេចក្តីរាយការណ៍នៅក្រោយការផ្សាយព័ត៌មានអន្តរជាតិដែលជូនដោយលោកឈឹមសុមេតសូមអញ្ជើញលោកសុមេតអរគុណនៅក្នុងការចេញបង្ហាញខ្លួនមួយចំនួនតាមទូរទស្សន៍អាមេរិកកាលពីថ្ងៃអាទិត្យលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានមានប្រសាសន៍ទៅកាន់ប្រជារាស្ត្រអាមេរិកជាលើកដំបូងចាប់តាំងពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបរមាណុអ៊ីរ៉ង់កាលពីសប្តាហ៍មុនលោក Kerry បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងនេះដែលបានកើតមានឡើងពីកិច្ចចរចាគ្នាច្រើនខែរវាងពួកអ្នកការទូតកំពូលមកពីប្រទេស7ទំនងជានឹងធ្វើមិនឲ្យមានការចាប់ផ្ដើមការតាក់ទងគ្នាខាងការទូតជាថ្មីជាមួយប្រទេសអ៊ីរ៉ង់ទេទស្សនកិច្ចមួយដែលរដ្ឋមន្ត្រីការបរទេសទៅកាន់ប្រទេសអ៊ីរ៉ង់មិនបានត្រូវគិតបំរុងទុកទេនេះបើតាមប្រសាសន៍របស់លោក Kerry ដែលបាននិយាយនៅក្នុងកម្មវិធី This Week របស់ទូរទស្សន៍អាមេរិក ABCលោកបានមានប្រសាសន៍បន្ថែមថាយើងគ្មានទំនាក់ទំនងទេនៅចំណុចនេះកិច្ចព្រមព្រៀងនេះមានឡើងនៅក្រៅកិច្ចចរចាគ្នាយ៉ាងខ្លាំងជាច្រើនដងរវាងប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោក6ដើម្បីកម្រិតកម្មវិធីបរមាណុរបស់រដ្ឋាភិបាលក្រុងតេហ៍រ៉ង់សម្រាប់ការប្រើប្រាស់ស៊ីវិលក៏ប៉ុន្តែពួកអ្នកនយោបាយខ្លះខាងគណៈបក្សសាធារណរដ្ឋនិងពួកបេក្ខជនប្រធានាធិបតីរបស់គណៈបកនេះបានរិះគន់យ៉ាងខ្លាំងដល់កិច្ចព្រមព្រៀងនេះហើយបានសន្យាថានឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះគ្មានដំណើរការនៅក្នុងការបោះឆ្នោតក្នុងសភាសហរដ្ឋអាមេរិកនៅពេលខាងមុខនេះលោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក Ash Carter ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីស្ទង់ប៉ាន់មើលអំពីសេចក្តីត្រូវការខាងសន្តិសុខរបស់ប្រទេសនេះនៅក្រៅមានកិច្ចព្រមព្រៀងបរមាណុអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយប្រទេសអ៊ីរ៉ង់លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកមានកំណត់នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលបានហៅកិច្ចព្រមព្រៀងដែលរារាំងប្រទេសអ៊ីរ៉ង់មិនឲ្យអភិវឌ្ឍអាវុធបរមាណុថាជាកំហុសជាប្រវត្តិសាស្ត្រហើយបានអំពាវនាវឲ្យមានការចាញ់ចោលកិច្ចព្រមព្រៀងនេះនៅក្នុងសភាសហរដ្ឋអាមេរិកផងដែរលោក Carter បានមានប្រសាសន៍នៅមុនការធ្វើដំណើររបស់លោកថាលោកគ្មានបំណងនឹងប្រែក្រឡាស់ការជំទាស់របស់លោក Netanyahu ដល់កិច្ចព្រមព្រៀងនេះទេក៏ប៉ុន្តែលោកសង្ឃឹមថានឹងពង្រីកកិច្ចសហប្រតិបត្តិការខាងយោធារវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលលោក Carter ក៏នឹងជួបជាមួយលោករដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល Moshe Yaalon និងពួកឧត្តមសេនីយ៍អ៊ីស្រាអែលដែលកំពុងទៅសួរសុខទុក្ខក្រុមទាហាននៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីស្រាអែលនៅពេលដែលពួកគេពិចារណាអំពីការគម្រាមកំហែងដែលកំពុងតែមានដល់សន្តិសុខរបស់ប្រទេសនិងអំពីការលក់អាវុធទំនើបរបស់សហរដ្ឋអាមេរិកទៅឲ្យពួករដ្ឋអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ Persian
ផងដែរ The Voice of America, VOA. អគ្គមេបញ្ជាការនៃកងនាវាចម្បាំងសហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានចូលរួមក្នុងបេសកកម្មឃ្លាំមើលមួយនៅលើសមុទ្រចិនខាងត្បូងជាផ្នែកមួយនៃទស្សនកិច្ចមួយក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញផ្សាយរូបថតបង្ហាញឲ្យឃើញលោកឧត្តមនាវី Scott Swift ជិះនៅក្នុងយន្តហោះ P-8A Poseidon មួយគ្រឿងនៅក្នុងបេសកកម្មឃ្លាំមើលមួយក្នុងមានរយៈពេល7ម៉ោងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍គេមិនដឹងទេថាតើតំបន់ណាខ្លះបានស្ថិតនៅក្រោមបេសកកម្មឃ្លាំមើលនេះទេការហោះហើរដោយកងយន្តហោះឃ្លាំមើលរបស់សហរដ្ឋអាមេរិកជាប្រភពនៃការដែលឲ្យប្រទេសចិនមួម៉ៅពីព្រោះប្រទេសនេះបានទាមទារសមុទ្រចិនខាងត្បូងសឹងតែទាំងអស់ថាជារបស់ផងខ្លួនហើយប្រទេសចិនមានចំនួនខាងទឹកដីជាមួយប្រទេសមួយចំនួនផងដែរដោយមានរួមបញ្ចូលប្រទេសហ្វីលីពីននិងប្រទេសវៀតណាមសហរដ្ឋអាមេរិកដែលបាននិយាយថាខ្លួនមិនកាន់ជើងប្រទេសណាមួយក្នុងចំនួនទាំងនេះទេបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងសមុទ្រជាមួយរដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងម៉ានីលកាលពីប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលក្រុង Washington បាននិយាយថាគេត្រូវតែថែរក្សាសេរីភាពខាងនាវាចរនៅក្នុងតំបន់នោះហើយថាចំនួនត្រូវតែដោះស្រាយដោយសន្តិវិធីលោកស្រីអធិការបតីអាល្លឺម៉ង់អង់ហ្គេឡា មេកែលបានច្រានចោលទៀតនៅសំណើសុំបំបត្តិចោលផ្នែកខ្លះនៃប្រាក់បំណុលរបស់ប្រទេសក្រិចក៏ប៉ុន្តែលោកស្រីបានមានប្រសាសន៍ថារដ្ឋាភិបាលលោកស្រីនឹងបង្ហាញភាពទូលទន់នៅក្នុងកិច្ចចរចាថ្មីៗអំពីតើរដ្ឋាភិបាលក្រុង Athens ត្រូវធ្វើបែបណាដើម្បីចាត់ចែងការសងបំណុលជាថ្មីដល់ប្រាក់បំណុលជួយសង្គ្រោះខាងហិរញ្ញវត្ថុរបស់ផងខ្លួនថ្លែងការពីថ្ងៃអាទិត្យតាមទូរទស្សន៍ប្រទេសអាល្លឺម៉ង់លោកស្រីអធិការបតីនៃប្រទេសអាល្លឺម៉ង់ក៏បានបដិសេធដែរអំពីការបង្ខិតបង្ខំប្រទេសក្រិចឲ្យចេញពីតំបន់ប្រើប្រាក់អឺរ៉ូដែលមានប្រទេសជាតិ19ជាសមាជិកកាលពីថ្ងៃសុក្រលោកស្រី Merkel បានមានប្រសាសន៍ប្រាប់ពួកសមាជិកសភាអាល្លឺម៉ង់ថាការចាកចេញជាបណ្ដោះអាសន្នរបស់ប្រទេសក្រិចអាចនាំឲ្យមានចលាចលដូចដែលបានទស្សន៍ទាយពីពេលមុនលោកស្រី Merkel បានមានប្រសាសន៍ដូចនេះនៅពេលដែលធនាគារក្រិចដែលខ្វះខាតប្រាក់កាសប្រុងប្រៀបបើកទ្វារជាថ្មីនៅថ្ងៃច័ន្ទនេះជាលើកដំបូងក្នុងរយៈពេល3សប្តាហ៍មកហើយដើម្បីអនុញ្ញាតឲ្យការដកប្រាក់សុទ្ធមានកម្រិតប្រចាំថ្ងៃតាមរយៈការត្រួតត្រាថ្មីការរឹតបន្តឹងលើការផ្ទេរប្រាក់ទៅប្រទេសក្រៅនៅតែមានជាធរមានក៏ប៉ុន្តែពួកអតិថិជននឹងត្រូវអនុញ្ញាតឲ្យដកប្រាក់តែមួយលើកក្នុងមួយសប្តាហ៍ដែលមានទឹកប្រាក់ចំនួន$455ហើយមិនមែន$65ក្នុងមួយថ្ងៃដោយការប្រកាសកាលពីពេលមុននោះទេអស់លោកអ្នកកំពុងស្ដាប់ការផ្សាយ VOA សំឡេងសហរដ្ឋអាមេរិកពីរដ្ឋធានី Washington សមាគមខ្មែរអ៊ីស្លាមនៃសហរដ្ឋអាមេរិកបានរៀបចំពិធីឆ្លងបួសបុណ្យរ៉ាម៉ាដានដោយមានការជួបជុំជាមួយសហគមន៍អ៊ីស្លាមដែលមកពីប្រទេសដទៃទៀតប៉ុន្តែពួកគេមិនភ្លេចដល់ការជួយដល់សហគមន៍ខ្មែរអ៊ីស្លាមដែលនៅក្នុងប្រទេសកម្ពុជាទេលោកម៉ែនកឹមសេងនៃ VOA បានសម្ភាសន៍លោកមូហាម៉ាត់អ៊ីស្ម៉ាអែលប្រធានសមាគមអ៊ីស្លាមអាស៊ីឥណ្ឌូចិនប្រចាំនៅសហរដ្ឋអាមេរិកនិងលោកអៃរ៉ាហ្វឺតប្រធានចលនាអ៊ីស្លាមថ្នាក់ជាតិដែលមកពីប្រទេសកម្ពុជាសូមលោកអ្នកស្ដាប់បទសម្ភាសន៍ដូចតទៅបាទសូមជម្រាបសួរលោកមូហាម៉ាត់អ៊ីស្ម៉ាអែលបាទជំរាបសួរលោកជំរាបសួរបាទពិធីបុណ្យបួសរ៉ាម៉ាដានហ្នឹងបានបញ្ចប់ហើយតើដូចថាសម្រាប់សហគមន៍ខ្មែរអ៊ីស្លាមដែលមកដល់សហរដ្ឋអាមេរិកហ្នឹងមានកម្មវិធីយ៉ាងម៉េចទេដើម្បីប្រារព្ធពិធីបុណ្យឆ្លងបួសរ៉ាម៉ាដានណាបាទពិធីបួសបានចប់ទៅកាលពីថ្ងៃប្រហោះថ្ងៃសុក្រម្សិលមិញនេះគឺមានការមកជួបជុំគ្នាប្រពធ្វើការបួងសួងនៅពេលព្រឹកមកជាម៉ោង8ព្រឹកហ្នឹងមកជួបជុំគ្នានៅពិធីនៅសាន់តាណាដែលកន្លែងពួកខាងសមាគមខ្មែរអ៊ីស្លាមនៅនៅចំនួនមនុស្សហ្នឹងប្រហែលជាជាប់400នាក់ដែរម្សិលមិញមកប្រពពិធីបួងសួងពេលព្រឹក
ដើម្បីអបអរសាទរនៅថ្ងៃឆ្លងបួសបាទឥឡូវដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះគឺពីរថ្ងៃនេះបាទខាងសមាគមខ្មែរខាងសមាគមអ៊ីស្លាមនៅប្រចាំតំបន់ Orange County តែម្ដងគេមានប្រពៃពិធីឆ្លងបួសដែរគឺពេញ2ថ្ងៃតែម្ដងថ្ងៃសៅរ៍និងថ្ងៃអាទិត្យអញ្ចឹងក៏ថ្ងៃសៅរ៍នេះក៏ខាងបងប្អូនខ្មែរអ៊ីស្លាមមកពីប្រទេសកម្ពុជាក៏បានទៅចូលរួមបាទក្នុងកម្មវិធីនឹងដែរចំនួនប្រហែលជា20ទៅ30នាក់បាទថ្ងៃអាទិត្យថ្ងៃស្អែកបានខាងសមាគមខ្មែរអ៊ីស្លាមនៅតំបន់ Orange County ខាងយូគ្រីមនេះមានកម្មវិធីប្រចាំសមាគមខ្លួនឯងតែម្ដងគឺយើងបានទៅជួបជុំគ្នានៅ Park បាទគេថា Regional Park មានការប្រមូលផ្ដុំទាំងអស់គ្នាហ្នឹងយើងធ្វើជារបៀបជា potluck បាទបងប្អូនទាំងអស់ហ្នឹងនាំគ្នាយកម្ហូបអាហារមកជុំគ្នាទៅយើងបានរួបរวมគ្នាបរិភោគអស់គ្នាទៅបាទមានកម្មវិធីជាលបែងកម្សាន្តចែកចំណោយដល់កូនក្មេងបាទក្រៅពីសកម្មភាពដោយថាការចូលរួមជាមួយនឹងសហគមន៍អ៊ីស្លាមដទៃទៀតនៅសហរដ្ឋអាមេរិកដែលលោកបានលើកឡើងថានឹងធ្វើនៅថ្ងៃសៅរ៍នេះតើមានសកម្មភាពអ្វីផ្សេងទៀតដែលដោយថាសហគមន៍អ៊ីស្លាមរបស់ខ្មែរយើងនៅនេះមានដោយថាទំនាក់ទំនងជាមួយនឹងសហគមន៍អ៊ីស្លាមដទៃទៀតនៅសហរដ្ឋអាមេរិកទេបាទគឺមានច្រើនបែបបទដែលគឺថាមានទៅការរួមប្រជុំគ្នា3ខែម្ដងទៅ6ខែម្ដងហើយមានបើសិនជាមានការអាសន្ននៅកន្លែងណាផ្សេងនៅក្នុងទូទៅគ្រប់លោកពួកយើងក៏មានការចូលរួមដូចជាយើងផ្ញើជាប្រកាសជារបស់របរដើម្បីជួយដោះស្រាយនឹងការមានគ្រោះអាសន្នអីបាទដូចជាមានភ្លើងឆេះមានសំជួយផែនដីអញ្ចឹងលោកបាទលោកអាចបញ្ជាក់បានតិចថាដោយសមាជិកនៃឬក៏ពលរដ្ឋខ្មែរឥស្លាមដែលរស់នៅខាង Orange County ឬក៏នៅម្ដុំក្បែរលោកហ្នឹងមានប្រហែលជាប្រមាណអ្នកហើយកន្លងមករហូតដល់ពេលនេះតើមានផ្សារភ្ជាប់យ៉ាងម៉េចជាមួយនឹងសហគមន៍ខ្មែរឥស្លាមដែលនៅប្រទេសកម្ពុជាទេបាទនៅក្នុងសមាគមរបស់យើងខ្ញុំនេះគឺមានសមាជិកប្រហែលជាជាង700នាក់បាទគេថាក្បែរទៅ800ដែរសប្តាហ៍នេះហើយចំណែកដែលមានការផ្សារភ្ជាប់ហ្នឹងគឺមានតាមជារបៀបយើងផ្ញើជាប្រកាសដើម្បីជួយសាងសង់សាលារៀនសាងសង់ព្រះវិហារជាដងទឹកខាងដោះស្រាយខាងបញ្ញាខាងអនាម័យការរស់នៅប្រចាំថ្ងៃបាទនៅខាងបងប្អូនយើងនៅខាងប្រទេសកម្ពុជាបាទសូមអរគុណលោកច្រើនសូមអនុញ្ញាតជួបជាមួយនឹងលោក Al Rafat តិចបាទដើម្បីចង់ដឹងពីប្រតិកម្មរបស់គាត់ណាបាទសូមជឿបាទជំរាបសួរលោកកឹមត្រេងបាទខ្ញុំ Rafat បាទលោក Rafat ដែលជាដូចថាតំណាងសហគមន៍ខ្មែរអ៊ីស្លាមពីប្រទេសកម្ពុជាឥឡូវបានមកចូលរួមចំពិធីបុណ្យគេថាបុណ្យឆ្លងបួសរ៉ាម៉ាឌាននៅក្នុងសហរដ្ឋអាមេរិកនេះតើលោកមានអារម្មណ៍យ៉ាងម៉េចដែរឃើញសកម្មភាពនៅទីនេះបាទជាបឋមសូមអរគុណលោកកឹមត្រេងបាទក្នុងនាមខ្ញុំតំណាងឲ្យខ្មែរអ៊ីស្លាមរបស់គណៈបក្សសង្គ្រោះជាតិមកពីប្រទេសកម្ពុជាខ្ញុំសប្បាយចិត្តណាស់ដែលថាឃើញបងប្អូនអ៊ីស្លាមយើងនៅទីនេះគឺថាមានការសាមគ្គីគ្នាបានល្អហើយមានកម្មវិធីជាច្រើនដូចថ្ងៃនេះអញ្ចឹងមានកម្មវិធីជួបជុំបងប្អូនខ្មែរអ៊ីស្លាមមានគ្រប់បណ្ដាប្រទេសទាំងអស់មកចូលរួមគ្នាគ្រប់សមាគមនៅក្នុងHanner Park យើងនៅសហរដ្ឋអាមេរិកនេះហើយនឹងថ្ងៃស្អែកគឺមានកម្មវិធីតែខ្មែរយើងសុទ្ធទេបាទប៉ុណ្ណោះប្រហែលជិត400នាក់ដែរកម្មវិធីស្អែកហ្នឹងគឺនៅ Park ដែរគឺសម្រាប់បតាខ្មែរយើងទាំងអស់មកពីអ៊ីស្លាមដែលមកពីប្រទេសវៀតណាមប្រទេសថៃប្រទេសភូមាប្រទេសកម្ពុជាយើងហ្នឹងសិតតែអ៊ីស្លាមដែលគាត់និយាយភាសាខ្មែរហ្នឹងគឺយើងស្អែកនេះជួបគ្នាម្ដងទៀតគឺម៉ោង11ថ្ងៃត្រង់នៅ iPark តែសម្រាប់ថ្ងៃនេះគឺយើងជួបជុំជាមួយនឹងគ្រប់អ៊ីស្លាមទាំងអស់មកពីបណ្ដាប្រទេសនៅលើពិភពលោកដែលរស់នៅសហរដ្ឋអាមេរិកនេះបាទលោកឃើញថាបើប្រៀបធៀបជាមួយនឹងការយកចិត្តទុកដាក់ទៅលើសហគមន៍ខ្មែរអ៊ីស្លាមនៅប្រទេសកម្ពុជាហើយនៅសហរដ្ឋអាមេរិកនេះតើមានចំណុចណាខ្លះទៀតដែលលោកថាអាចនឹងនាំយកទៅដើម្បីឲ្យជួយជំរុញខាងសហគមន៍ខ្មែរអ៊ីស្លាមនៅប្រទេសកម្ពុជានឹងឲ្យចូលរួមនៅក្នុងការងារសង្គមឬក៏មានចំណុចដែលត្រូវធ្វើការកែលម្អឲ្យបានមានសិទ្ធិសេរីភាពច្រើនណាបាទសូមអរគុណបាទនេះគឺជាការល្អណាស់បាទពេលដែលខ្ញុំមកដល់ទីនេះឃើញបងប្អូនខ្មែរអ៊ីស្លាមទាំងអស់នៅសហរដ្ឋអាមេរិកនេះគឺថាគាត់មិនដែលភ្លេចអំពីស្រុកកំណើតរបស់គាត់ដែលជាប្រទេសកម្ពុជាចុងក្រោយរបស់គាត់ទេ
ហើយពួកគាត់តែងតែចងក្រងគ្នាជួយគ្នាប្រមូលចថវិកាដើម្បីធ្វើយ៉ាងណាជួយទៅដល់បងប្អូនអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើសាលារៀនធ្វើគេហៅសាលាឆទាននិងជួយមនុស្សធម៌ទៅដល់ចាស់ក្មេងដែលពុំមានលទ្ធភាពទៅកការសិក្សាជាពិសេសក្មេងៗដែលបោះបង់សាលាគឺគាត់យកចិត្តទុកដាក់ហើយគាត់នឹងជួយទៅដល់ក្មេងៗដែលបោះបង់សាលាហ្នឹងដើម្បីឲ្យបានចូលរៀនអញ្ចឹងការសាមគ្គីរបស់ពួកគាត់នៅទីនេះគាត់មិនដែលភ្លេចអំពីស្រុកកំណើតរបស់គាត់ដែលជាប្រទេសចុងក្រោយរបស់ពួកគាត់ទេពួកអ៊ីស្លាមទាំងអស់នេះគាត់ក៏ស្រឡាញ់ប្រទេសកម្ពុជាដូចជាប្រទេសរបស់គាត់ដែរបាទព្រោះយើងជាប្រទេសយើងជាប្រទេសតែមួយទាំងអស់គ្នាមិនថាខ្មែរអ៊ីស្លាមយ៉ាងណាទេទោះបីរស់នៅសហរដ្ឋអាមេរិកហើយក៏ដោយក៏យើងនៅតែមិនភ្លេចអំពីស្រុកកំណើតប្រទេសរបស់យើងចុងក្រោយដែរបាទសូមអរគុណបាទសូមអរគុណលោក Raford ច្រើនដែលបានផ្ដល់បទសម្ភាសន៍ខ្លីហើយនិងសូមអរគុណលោក Mohammad Ismail ផងដែរដែលបានរៀបរាប់ប្រាប់ VOA តាក់ទងជាមួយនឹងសកម្មភាពនៃការធ្វើពិធីបុណ្យឆ្លងបួសរ៉ាម៉ាដាននេះបាទសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលាលោកកុងស្រីបាទសូមជម្រាបលាបាទជម្រាបអរគុណច្រើនសម្រាប់ពេលវេលារបស់លោកបាទជម្រាបលាបាទជូនពរបានសុខសប្បាយទាំងអស់គ្នាបាទThe Voice of America VOA នៅក្នុងកម្មវិធីស្វែងយល់ពីសេដ្ឋកិច្ចសកលនិងសេដ្ឋកិច្ចក្នុងតំបន់លោកហេងឌីណាសេដ្ឋវិទូកម្ពុជាដែលកំពុងបំពេញការងារនៅរដ្ឋធានី Washington រៀបរាប់អំពីអ្វីទៅជាសមត្ថភាពស្ថាប័ននិងការកសាងសមត្ថភាពស្ថាប័នសូមលោកអ្នកស្ដាប់ភាគទី3នៃបទសន្ទនារវាងនាងតែនសុកស្រីនិតនៃ VOA ជាមួយនឹងលោកហេងឌីណាមានសេចក្តីដូចតទៅលោកអ្នកកំពុងតែស្ដាប់បទសន្ទនារវាងនាងខ្ញុំជាមួយនឹងលោកហេងឌីណាជំវិញប្រធានបទអ្វីទៅជាស្ថាប័ននិងការកសាងសមត្ថភាពស្ថាប័ននៅភាគមុនលោកឌីណាបានលើកឡើងពីសមត្ថភាពស្ថាប័ននៅមានកម្រិតតែចំណុចនេះលោកចង់មានន័យយ៉ាងដូចម្តេចដែរសមត្ថភាពស្ថាប័នមានកម្រិតមានន័យថាគាត់នៅមានកង្វះខាងសមត្ថភាពបច្ចេកទេសកង្វះខាតនៅកិច្ចសហប្រតិបត្តិការរវាងក្រសួងនីមួយៗកង្វះយន្តការដើម្បីគៀងគរនិងប្រើប្រាស់ធនធានឲ្យមានប្រយោជន៍ហើយកត្តាទាំងអស់វាពាក់ព័ន្ធទៅវិញទៅមកដែលអាចប៉ះពាល់ដល់សក្តានុពលរបស់ប្រទេសកម្ពុជាយើងជាបន្តបន្ទាប់ហើយខ្ញុំសូមនិយាយថាតាមពិតទៅយើងមានគោលនយោបាយច្រើនល្អក៏ប៉ុន្តែការអនុវត្តគោលនយោបាយទាំងនោះឲ្យមានប្រសិទ្ធភាពនិងតាមគោលដៅដែលចង់បាននៅតែជាកត្តាប្រឈមធំមួយរបស់យើងនៅឡើយចាសម្រាប់កម្ពុជាសប្តាហ៍ថ្ងៃនេះតើស្ថាប័នរដ្ឋមានស្ថានភាពយ៉ាងដូចម្តេចដែរស្ថាប័នរដ្ឋយើងឃើញថាមានការរីកចម្រើនមួយកម្រិតហើយបន្ទាប់ពីយើងមានស្ថិរភាពនយោបាយក្នុងទសវត្សរ៍ចុងក្រោយនេះហើយប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងនៅជួបបញ្ហាពីរទៀតដែលយើងត្រូវដោះស្រាយជាបន្ទាន់ទី1គឺគុណភាពស្ថាប័នមានកម្រិតដោយសារតែខ្វះធនធានមនុស្សខ្វះធនធានហិរញ្ញវត្ថុនិងភាពជាអ្នកដឹកនាំក្នុងស្ថាប័ននីមួយៗហើយទី2គឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៅខ្សោយដូចជាការសហការរវាងក្រសួងពាក់ព័ន្ធនឹងមានកម្រិតឡើយខ្ញុំឧទាហរណ៍ដូចជាតកតងទៅនឹងបរិស្ថានទឹកស្អាតសុខភាពគឺយើងនៅមានកម្រិតក្នុងការសហការពីព្រោះកត្តាទាំងនេះវាប្រតិកលាគ្នាអញ្ចឹងវាត្រូវការឲ្យមានការសហការស្អិតរមួតរវាងក្រសួងនីមួយៗដើម្បីដោះស្រាយបញ្ហាហើយបញ្ហាប្រឈមទាំងពីរនេះគឺមានភាពប្រតិកលាគ្នាប៉ះពាល់ដល់គុណភាពសេវាសាធារណៈសំខាន់ក្នុងនេះយើងកំពុងតែប្រឈមនឹងគម្លាតរវាងគោលនយោបាយដែលយើងមាននិងការអនុវត្តជាក់ស្ដែងហើយតាមយោបល់ខ្ញុំនេះគឺជាបញ្ហាដ៏ធំមួយដែលយើងត្រូវតែដោះស្រាយជាបន្ទាន់ហើយឧទាហរណ៍មួយទៀតគឺកំណែតម្រង់ដែលយើងកំពុងតែធ្វើនឹងបង្កើនសប្តាហ៍ថ្ងៃនេះគឺកំពុងធ្លាក់ទៅលើដល់អ្នកអនុវត្តជាពិសេសនៅថ្នាក់មូលដ្ឋានដូចទឹកភ្លៀងប៉ុន្តែយើងពុំទាន់មានយន្តការដូចជាការតាមដាននៃការវិតម្លៃឲ្យបានគ្រប់គ្រាន់នៅតាមស្ថាប័ននីមួយៗនៅឡើយទេហើយខ្ញុំសូមជម្រាបថាកត្តាលើកទឹកចិត្តនៃប្រព័ន្ធគ្រប់គ្រងនាពេលបច្ចុប្បន្ននេះវាពុំគ្រប់គ្រាន់ដើម្បីជំរុញឲ្យមានការខំប្រឹងប្រែងពេញលេញនិងការផ្ដល់ព័ត៌មានអំពីបញ្ហាក្នុងតំបន់ពីថ្នាក់ក្រោមទៅដល់ថ្នាក់ដឹកនាំលើទេដែលនេះវាអាចបណ្ដាលឲ្យមេដឹកនាំនៅថ្នាក់លើមិនបានស្វែងយល់ឬដឹងច្បាស់លាស់ពីស្ថានភាពជាក់ស្ដែងហើយគាត់កាន់តែឃ្លាតឆ្ងាយពីជីវិតពិតនិងបញ្ហារបស់ប្រជាជនយើងចា៎ហើយខ្ញុំសូមលើកឧទាហរណ៍2នៃកត្តាប្រឈមដែលមាននៃសមត្ថភាពស្ថាប័នដែលយើងមានទី1ខណៈដែលយើងកំពុងតែរអ៊ូរទាំពីកង្វះខាតថវិកា
យើងក៏ឃើញថាយើងនឹងមានបញ្ហាក្នុងការប្រើប្រាស់ថវិកាដែលមាននឹងបានគ្រោងទុកសម្រាប់ចំណាយហើយឧទាហរណ៍មួយទៀតគណៈដែលយើងកំពុងតែរអ៊ូរទាំពីកង្វះគ្រូបង្រៀនតាមស្រុកខ្លះយើងឃើញថាស្រុកខ្លះទៀតជាពិសេសនៅតំបន់ប្រជាជនតំបន់ទីប្រជុំជនហ្នឹងមានគ្រូលើសពីបរិមាណត្រូវការអញ្ចឹងឧទាហរណ៍ទូចពីរនេះវាបង្ហាញថាយើងត្រូវការសមត្ថភាពស្ថាប័នបន្ថែមដើម្បីប្រើប្រាស់ទុនធានដែលយើងមានឲ្យអស់ហើយនឹងការសហការគ្នាដើម្បីគៀងគរទុនធានបន្ថែមដើម្បីផ្ដល់និងពង្រឹងគុណភាពសេវាសាធារណៈយើងចាតើលោកអាចបកស្រាយបន្ថែមបានទេថាតើកត្តាប្រឈមទាំងពីរដែលលោកបានលើកឡើងខាងលើនេះកើតឡើងក្នុងបរិបទកម្ពុជាយើងដោយរបៀបណាកម្ពុជាយើងឆ្លងកាត់នៅបរិបទប្រវត្តិសាស្ត្រមួយដ៏ស្មុគស្មាញចាដែលជាបន្ទុកមួយធំសម្រាប់អ្នកដឹកនាំបច្ចុប្បន្នក៏ដូចជាមនុស្សជំនាន់បច្ចុប្បន្នដើម្បីដោះស្រាយហើយអភិវឌ្ឍកម្ពុជាទៅមុខដែរហើយក្នុងបរិបទនេះខ្ញុំលើកយកចំណុច2ដើម្បីយើងគិតពិចារណាទាំងអស់គ្នាទី1បញ្ហាដែលយើងឃើញសប្តាហ៍ថ្ងៃគឺហាក់ដូចជាមិនមានភាពស្មុគស្មាញណាស់ទេហើយបុគ្គលិកដែលមានសមត្ថភាពនិងដែលជាអ្នកអនុវត្តគោលនយោបាយឬប៉ះពាល់ដោយសារគោលនយោបាយខ្លះហ្នឹងភាគច្រើនគាត់ដឹងថាដោះស្រាយបញ្ហាមានប្រសិទ្ធភាពតាមរបៀបណាប៉ុន្តែអ្នកទាំងនោះគាត់ពុំមានសិទ្ធិក្នុងការធ្វើការសម្រេចចិត្តឬក៏ពុំទទួលបានការទុកចិត្តពីថ្នាក់លើហើយមតិយោបល់របស់ពួកគាត់ពុំត្រូវបានទទួលស្គាល់ឬស្ដាប់ចា៎ហើយសំណួរដែលយើងសួរតើហេតុអ្វីបានវាអញ្ចឹងប្រសិនបើយើងចុះទៅថ្នាក់មូលដ្ឋានហើយធ្វើការពិភាក្សាជាមួយពួកគាត់យើងនឹងអាចរកឃើញបញ្ហាជាច្រើនទៀតហើយមនុស្សជាច្រើនទៀតដែលអាចផ្ដល់យោបល់ជាដំណោះស្រាយល្អហើយឬគល់នៃបញ្ហាខ្លះវាមិនពិបាកដោះស្រាយទេប្រសិនបើមានការផ្លាស់ប្ដូរព័ត៌មាននិងមានការផ្លាស់ប្ដូរមតិយោបល់ឲ្យស្របទៅនឹងការគៀងគរទុនធានដែលយើងមានប៉ុន្តែលំហូរនៃព័ត៌មាននិងការសម្រេចចិត្តនៅមានភាពមិនរលូននៅឡើយទី2គឺការទទួលខុសត្រូវស្ថាប័នរបស់យើងភាគច្រើនគឺត្រូវការពង្រឹងការទទួលខុសត្រូវបន្ថែមទៀតដើម្បីឲ្យស្របទៅនឹងកំណើនសេដ្ឋកិច្ចដែលយើងចង់ទទួលបានហើយមនុស្សមួយភាគធំនៅតាមស្ថាប័នខ្លះគឺមិនត្រូវបានចាត់ឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឡើយហើយនេះគឺជាឧទាហរណ៍ខ្លះនៃការទទួលនៃការខ្វះការទទួលខុសត្រូវនិងភាពជាអ្នកដឹកនាំអញ្ចឹងយើងត្រូវតែពង្រឹងការទទួលខុសត្រូវក្នុងស្ថាប័នតាមរយៈបង្កើតឬក៏ពង្រឹងយន្តការនៃការវិនិច្ឆ័យតាមដានពីសកម្មភាពនិងសមិទ្ធផលរបស់ថ្នាក់ដឹកនាំស្ថាប័ននីមួយៗចា៎នាងខ្ញុំឆ្ងល់ថាតើពីមុនមកកម្ពុជាយើងធ្លាប់មានស្ថាប័នមានគុណភាពនិងសមត្ថភាពដែរឬទេលោកនេះជាសំណួរមួយដ៏ល្អដែលយើងត្រូវសួរទាំងអស់គ្នាដើម្បីឲ្យយើងមានតម្រុយក្នុងការកសាងសមត្ថភាពស្ថាប័នកម្ពុជាយើងហើយជាបទពិសោធន៍ដែលខ្ញុំបានតាមដាននោះគឺយើងមានហើយជាឧទាហរណ៍មួយហ្នឹងគឺពីការពង្រឹងសមត្ថភាពរបស់អាជ្ញាធរគ្រប់គ្រងទឹកនៅទីក្រុងភ្នំពេញចា៎ក្រោយពេលសង្គ្រាមរហូតមកដល់ពេលបច្ចុប្បន្នគឺយើងថាមានការរីកចម្រើនខ្លាំងដែលសូម្បីតែអន្តរជាតិនិងអង្គការអន្តរជាតិធំៗមួយចំនួនក៏ទទួលស្គាល់ដែរអញ្ចឹងអាជ្ញាធរគ្រប់គ្រងទឹកទីក្រុងភ្នំពេញគឺជាឧទាហរណ៍មួយដែលល្អដែលបង្ហាញពីមេដឹកនាំដ៏បដិញ្ញាចិត្តម្នាក់ដែលខិតខំបង្កើតប្រព័ន្ធស្ថាប័នដែលមានគុណភាពល្អមួយក្នុងការផ្ដល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋហើយករណីនៃការកសាងស្ថាប័នដ៏ជោគជ័យកាលពីទសវត្សរ៍ឆ្នាំ98និង2000របស់អាជ្ញាធរនេះនិងពន្លកនៃជោគជ័យនៃកំណែទម្រង់របស់ក្រសួងមួយចំនួនដែលយើងឃើញបន្ទាប់ពីការបោះឆ្នោតលើកចុងក្រោយនេះវាថាគួរតែផ្ដល់ការទុកចិត្តខ្លះនិងគំរូដល់យើងសម្រាប់ថាតើយើងគួរតែដើរឆ្ពោះទៅមុខដូចនេះហើយជាគំរូក៏ដូចជាមេរៀនដែលយើងគិតរួមទាំងអស់គ្នាពិភាក្សាទាំងអស់គ្នាអំពីដំណើរការនិងការពង្រឹងសមត្ថភាពរបស់ស្ថាប័នយើងហើយខ្ញុំជឿថាកម្ពុជាយើងអាចធ្វើបាននៅពេលដែលយើងមានឆន្ទៈនយោបាយនិងការដាក់មនុស្សដែលមានសមត្ថភាពនិងឆន្ទៈជាថ្នាក់ដឹកនាំហ្នឹងទៅកាន់ស្ថាប័នសំខាន់ចាសូមអរគុណច្រើនលោកឌីណាសូមអរគុណច្រើនស្រីនិតចាសូមជម្រាបលាសូមជម្រាបលាលោកអ្នកទើបតែបានស្ដាប់បទសន្ទនាភាគទី3នៅយប់ថ្ងៃអាទិត្យសប្តាហ៍ក្រោយយើងខ្ញុំនឹងជូនបទសន្ទនាភាគទី4ដែលជាភាគបញ្ចប់នៃប្រធានបទអំពីអ្វីទៅជាសមត្ថភាពស្ថាប័ននិងការកសាងសមត្ថភាពស្ថាប័នអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់សូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោកនិងកម្មវិធី Hello VOA អំពីវិធីរៀននិងការបង្រៀនភាសាអង់គ្លេសបែបថ្មីសម្រាប់ត្រៀមសមាហរណកម្មអាស៊ាន
ទៅនេះលោកឈឹមសុមេតសូមជូនព័ត៌មានអន្តរជាតិសូមអញ្ជើញលោកសុមេតអរគុណក្រុមយោធារបស់រដ្ឋាភិបាលប្រទេសអ៊ុយក្រែននិងពួកឧទាមលំអៀងទៅខាងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបាញ់ផ្ទុកលើសង្កាត់មានមនុស្សរស់នៅខាងក្នុងនិងនៅជិតទីក្រុង Donetsk ដែលពួកឧទាមកាន់កាប់ក្រោយពីពួកប៉ូលីសបានរាយការណ៍កាលពីថ្ងៃអាទិត្យថាមានជនស៊ីវិលយ៉ាងតិចណាស់4នាក់បានស្លាប់កាលពី24ម៉ោងមុននេះពួកមន្ត្រីយោធាអ៊ុយក្រែនបាននិយាយថាពួកគេបានសង្កេតឃើញពួកឧទាមបានបាញ់កាំជ្រួចមីស៊ីលឆ្ពោះទៅកាន់ប៉ែកកណ្ដាលក្រុងហើយបន្ទាប់មកក៏បានតម្រង់ការបាញ់ទៅកាន់ពួកទាហានអ៊ុយក្រែនដែលស្ថិតនៅជិតខាងទីនោះលោក Serhiy Halushko អ្នកនាំពាក្យក្រុមយោធារដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថាកងទ័ពបានស្ដាប់ការធ្វើគមនាគមន៍តាក់ទងគ្នាដែលបង្ហាញថាពួកទាមទារបំបែករដ្ឋគ្រោងបាញ់ផ្ទុកលើទីក្រុងនេះកាលពីថ្ងៃអាទិត្យអាជ្ញាធរសហរដ្ឋអាមេរិកស៊ើបអង្កេតអំពីអត្ថបទសារមួយរបស់ជនប្រដាប់អាវុធម្នាក់ដែលប្រកាសសង្គ្រាមដែលគាត់បានបញ្ជូនតែប៉ុន្មានម៉ោងនៅមុនគាត់បានបាញ់សម្លាប់ទាហានអាមេរិក5នាក់នៅឯមជ្ឈមណ្ឌលគាំទ្រយោធាមួយនៅក្នុងទីក្រុង Chattanooga ក្នុងរដ្ឋ Tennessee ជនប្រដាប់អាវុធនោះឈ្មោះ Mohammad Yusuf Abdulaziz បានបញ្ជូនសារនោះទៅកាន់មិត្តភ័ក្តិម្នាក់ដែលអាចជាតម្រូវឲ្យដឹងអំពីហេតុដែលនាំឲ្យមានការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សារនេះមានរួមបញ្ចូលការភ្ជាប់ជាមួយកំណាព្យអ៊ីស្លាមមួយដែលថានរណាម្នាក់ដែលបង្ហាញភាពជាសត្រូវដល់មិត្តខ្ញុំម្នាក់ខ្ញុំត្រូវតែប្រកាសសង្គ្រាមប្រឆាំងនឹងជននោះមិត្តភ័ក្តិនេះបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាគាត់មិនបានគិតអំពីសារនេះនៅពេលនោះទេក៏ប៉ុន្តែនៅពេលនេះគាត់សង្ស័យថាសារនេះប្រហែលជាវិធីរបស់ Abdulaziz ក្នុងការនិយាយប្រាប់ខ្ញុំអំពីអ្វីមួយលោក Michael McCall ដែលជាសមាជិកសភាសហរដ្ឋអាមេរិកសំខាន់ម្នាក់និងជាប្រធានគណៈកម្មាធិការសន្តិសុខមាតុភូមិរបស់សភាតំណាងរាស្ត្រអាមេរិកបានពណ៌នាការវាយប្រហារនោះថាជាការវាយប្រហារមួយត្រូវបំផុសគំនិតដោយពួក ISIS ដោយលោកនិយាយយោងដល់ពួកបះបោររដ្ឋអ៊ីស្លាមដែលបានវាយយកបានផ្ទៃដីដ៏ធំធេងក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីក៏ប៉ុន្តែការិយាល័យស៊ើបអង្កេតរបស់សហព័ន្ធ FBI បាននិយាយថា Abdulaziz ទំនងជាជនមានគំនិតជ្រុលនិយមដោយខ្លួនឯងកាលពីថ្ងៃអាទិត្យលោក Donald Trump មហាសេដ្ឋីខាងដីធ្លីនៅខាងអាគារសហរដ្ឋអាមេរិកដែលស្ថិតនៅក្នុងចំណោមពួកបេក្ខជនជាន់ខ្ពស់ប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណៈបក្សសាធារណរដ្ឋក្នុងឆ្នាំ2016បានប្រកាសមិនព្រមដកការវាយប្រហារតាមពាក្យសម្ដីលើប្រវត្តិក្នុងសង្គ្រាមវៀតណាមនៃលោកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក John McCain ដែលជាបេក្ខជនប្រធានាធិបតីខាងគណៈបក្សសាធារណរដ្ឋកាលពីឆ្នាំ2008ទេកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់តាមរលកវិទ្យុកម្ពស់25 32និង 190 ម៉ែត្រត្រូវនឹងកម្រិត 11,565 9,325 និង 1,575 kHz ឬតាមប្រព័ន្ធអ៊ីនធឺណិតជាភាសាខ្មែរ khmer.voanews.com ជាភាសាអង់គ្លេស voacambodia.com សូមលោកអ្នកប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសួស្តីThis program has come to you from the Voice of America, Washington.